អក្ខរកម្ពុជាសរសេរខុសគ្នាមានសូរសំឡេងដូចគ្នាប៉ុន្តែមានអត្ថន័យខុសគ្នាបាទខ្ញុំបាទសូមគោរពជំរាបសួរលោកអ្នករួមជាតិរួមភាសានិងសួស្តីក្មួយៗអរគុណចំពោះលោកអ្នកដែលបានទេសនាទំពើ188ថាគូមានរោនេះបាទនាមប្រសាប់គឺស្នាមឆ្លុះពិតជុំវិញបន្ទាយឬក៏វៀងពាក្យបុរាណហៅកសិនដោយយ៉ាងកសិនពិតជុំវិញនគរវត្តជាដើមគូជានាមប្រសាប់ចំនួន2ប្រតិមគ្នាបាទថា1គូ2គូ2នេះមានរោបាទគូកម្មគូប្រេងគូបរោះនិងស្ត្រីគូស្រកឬក៏អភឹបគូអេមីរ៉ូអត់ប្រខាងចុងទេណាបាទបើពួកអភឹបឆ្នេរអភឹបគូប្រេងអីមានរោនៅខាងចុងទេបាទអរគុណតគូដែលមានរោនៅខាងចុងតែកិរិយាសព្ទធ្វើឲ្យកើតជាគំនូនេះរោខាងចុងដែរតំណាងរូបរាងសរពើសនេះប្រើរោខាងចុងដែរសរពើគូរូបគូគំនូគូវាគូផែនទីបាទគូគំរូស្ពានបេតុងគូសំណង់បេតុងបាទគូសំណង់បេតុងគូដែលមានអក្សររនៅខាងចុងដូចគ្នាប៉ុន្តែជាបរិបាស័ព្ទបនេះគឺបរិបាស័ព្ទពាក្យសម្រាប់និយាយផ្សំជាមួយនឹងពាក្យគិតណាគិតគូណាគិតហើយសំគូពាក្យនេះគេប្រើច្រើនបំផុតនេះធ្វើឲ្យចេះគិតគូមើលច្បាស់មើលមុនធ្វើអីណាគេច្រើននិយាយណាបាទបាទនេះសរសេរខុសគ្នាសូរសំឡេងខុសគ្នាសូរសំឡេងអានណាប៉ុន្តែមានអត្ថន័យដូចឬក៏ប្រហាក់ប្រហែលគ្នាបាទក៏បញ្ជាក់លោកអ្នកបានបន្តទៅទៀតក្នុងទំព័រ140ថាគេហដ្ឋានជាឈ្មោះបាលីភាសាគឺទីប្រទេសទាំងមូលលំនៅឬស្ថានពាក្យខ្មែរណាមានច្រើនណាពាក្យកម្ពុជាយើងណាមានច្រើនក្នុងប្រទេសក្រុមណាបាទប៉ុន្តែឲ្យមានពាក្យថាវីឡាជាប្រទេសនេះដូចអ្នកខ្លះគេនិយាយថាវីឡាប្រទេសមិនមានទេពាក្យដល់មានទេបាទអ្នកបានបន្តទៅទៀតគេថាវិច្ឆន្ទៈគ្រឹះនាមស័ព្ទគឺឈ្មោះដៃសាស្ត្រក្រឹតគឺវិច្ឆន្ទៈប្រទេសមានជនប្រទេសមានឋានៈច្រើនជនទំពើ2554សព្ទដាក់បរិបាស័ព្ទសំស្ក្រឹតបាលីសំស្ក្រឹតគឺសព្ទៈដែលមានអក្សរនៅពីខាងចុងនេះគឺសព្ទៈដូចគ្នាបានន័យថា7សប្តាហ៍គេនិយាយខ្លាចជា7ណាលោកអ្នកបាទសព្ទដាក់ភូមិកបដែលមានជនឬឋានៈ7គឺ7ហ្នឹងគឺប្រទេស7ជន7ជនឯងបាទដែលបានសព្ទបរិភឿនភ្នំ7សង្កាត់ដែលពិតភ្នំព្រះសុមេរុព្រះមិនកម្រាស់មុខផ្លេចរះនោះបាទភ្នំព្រះសុមេរុឬក៏សព្ទពិតគឺ7ជួរ7ជន7អីផ្សេងៗអត់តែ7បាទសត្វបោះអីមានច្រើនប៉ុន្តែខ្ញុំសង្ខេបមកតែប៉ុណ្ណេះយកតែមិនតែប៉ុណ្ណឹងបាទសូមអរគុណចំពោះលោកអ្នកដែលបានទេសនាជូនពរឲ្យមានប្រាជ្ញាច្រើនអរគុណចំពោះលោកអ្នកដែលបានគ្រប់គ្រងចិត្តវិទ្យានេះណាបាទ